ខ្ញុំអាចថាអួតខ្លួនឯងក៏បានប៉ុន្តែខ្ញុំតែងតែធ្វើអ្វីមួយខ្ញុំតែងតែមានជំនឿចិត្តរហូតដល់100%អ្វីដែលខ្ញុំតែងតែគិតរាល់ថ្ងៃគឺខ្ញុំត្រូវតែមានជំនឿចិត្ត100%ហើយខ្ញុំត្រូវតែតាំងចិត្តថាក្បាលខ្ញុំត្រូវតែពាក់មកុដនៅថ្ងៃណាមួយជាសុបិនខ្ញុំគិតថាកម្មវិធីមួយគឺមានមកុដតែមួយទេជឿជាក់លើគណៈកម្មការខ្ញុំជឿជាក់ថាគណៈកម្មការគាត់ប្រកាសជាមើលឃើញពីសមត្ថភាពរបស់ខ្ញុំយ៉ាងពាក់ព័ន្ធនឹងការហាត់ប្រាណនេះមានបានត្រៀមខ្លួនហាត់ប្រាណឲ្យសង្ហាអីអត់ទេឬក៏យ៉ាងម៉េចដែរខ្ញុំនិយាយដោយស្មោះត្រង់ body របស់យើងហ្នឹងខ្ញុំនិយាយដោយស្មោះត្រង់ខ្ញុំជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្លាំងមែនតើលើគ្រួសារព្រោះម៉ាក់គាត់ឈឺហើយមានតែម្នាក់ទៀតអត់មានលោកឪពុកទេលោកឪពុកគាត់ស្លាប់យូរហើយអញ្ចឹងទៅខ្ញុំមានតែពេលធ្វើការមួយទេពេលការហើយនឹងត្រៀមខ្លួនមកប្រកួតនឹងហ្មងតែខ្ញុំគិតថាបើសិនជាខ្ញុំមានពេលគ្រប់គ្រាន់ខ្ញុំនឹងហាត់ប្រាណយករាងកាយដ៏ស្រស់ស្អាតដូចគេប៉ុន្តែតែអត់មានរាងកាយដ៏អត់មានដោយសារតែខ្ញុំមានបន្ទុកច្រើនអញ្ចឹងទៅខ្ញុំត្រូវធ្វើការមកដល់បន្ទុកដល់ផ្ទះគឺយប់មែនតើស្គើញឹបទៅមើលខ្ញុំអត់មានពេលថែរាងកាយពាក់ព័ន្ធនឹងសម្រស់វិញព្រោះកម្មវិធីនេះគឺកម្មវិធីប្រកួតសម្រស់បងគិតថាសម្រស់បងកន្លែងណាដែលបងគិតថាអាចទាំងយកបន្ទុកពីគណៈកម្មការបានក្នុងការប្រកួតខ្ញុំគិតថាជាកម្ពស់មួយដែលគូសំកម្ពស់យើងសំស្អាតណាហ្នឹងយ៉ាហើយក៏រូបរាងខ្ញុំគិតថាអូខេវិបភាពផ្សេងអាចនឹងមាន1 2 3ចំណុចតែខ្ញុំមានរហូតដល់5 6ចំណុចបាទកន្លែងណាខ្លះដែរ5 6ខ្ញុំអាចច្រៀងអូនជ្រឹះយកគេហើយអូនណាយបងនៅឯកោស្នេហ៍យើងសល់ស្រមោលតែបងខំប្រឹងរក្សាចង់ឲ្យដឹងនៅស្រឡាញ់អូននៅចាំស្ងួតគ្រប់វេលានេះហើយជាស្នេហាដែលបងមានចំពោះអូនព្រោះមិនទុកចិត្តគេមាសមេបងសែនបារម្ភបើគេធ្វើឲ្យយំសុំខលប្រាប់បងណាអូនព្រោះមិនអាចមើលឃើញចិត្តគេតើបងខ្លាចគេបងស្ងួនបើគេធ្វើបាបអូនអាចហៅបងគ្រប់ពេលហើយជាពិសេសចំណុចខ្លាំងរបស់ខ្ញុំគឺអាចនិយាយថាធ្វើការមិនចេះហត់ធម្មតាគេចូលប្រកួតផ្នែកបរោះដើម្បីคลายទៅជាតារាសម្ដែងថ្ងៃក្រោយហើយទៅជា BA ចឹងទៅចុះសម្រាប់បងប្អូនគិតថានៅពេលដែលបងប្អូនមានឈ្មោះអស់សម្លេងពីកម្មវិធីនេះហើយតើបងប្អូនអាចទទួលបានឱកាសហ្នឹងទេនៅបាទឃើញថាក្នុងចំណោមបេក្ខជនទាំងអស់គឺថាបងប្អូនប្រុសគឺមានលក្ខណៈមួយគេហៅថាទទួលបាននៅការប៊ូលីហ្នឹងច្រើនជាងគេបើនិយាយបេក្ខភាពណាបាទអារម្មណ៍ទៅនៅពេលដែលគេប្រកាសយើងជាបេក្ខភាពក្នុងកម្មវិធីហើយស្អាក៏ត្រូវបានគេប៊ូលីបងប្អូនជាដំបូងគឺខ្ញុំមានអារម្មណ៍រំភើបមែនទែនដែលខ្លួនឯងមានឱកាសចូលមកដល់36នាក់ចុងក្រោយប៉ុន្តែក៏វាក៏មានច្រើនមែនទែនដោយសារបាទទស្សនិកជនជាទីគោរពមុននេះគ្រាន់តែជាការបង្ហាញជូនខ្លះៗតែប៉ុណ្ណោះពីកម្មវិធីរបស់យើងចង់ដឹងថាតើនៅវគ្គបន្ទាប់កម្មវិធីរបស់យើងនឹងបង្ហាញជូននៅព័ត៌មានដ៏ស៊ីជម្រៅអ្វីខ្លះបន្ថែមពីលើទៀតជូនដល់បងប្អូនទស្សនានោះបាទកុំឲ្យខាត់ពេលយូរដេករៀនទស្សនាជាមួយនឹងកម្មវិធីរបស់យើងជាបន្តផ្ទះតារាព័ត៌មានស៊ីជម្រៅនិងច្បាស់លាស់ហើយមូលហេតុដែលខ្ញុំជ្រើសយក collagen toner pad របស់ខាង PG គឺដោយសារវាជួយខ្លាំងបំផុតទៅលើអ្នកដែលគាត់មានបញ្ហាមុខខ្មៅស្អាតស្ងួតគ្រើមហើយមានស្នាមឲ្យខ្មៅតាមនេះនិងជាពិសេសអ្នកដែលគាត់មានស្នាមដោយសារការញិចមុនពេលដែលគាត់ខ្ញុំ make up ច្រើនខ្ញុំធ្វើការច្រើននៅក្រោមភ្លើងច្រើនប៉ុន្តែស្បែកមុខយើងនៅតែអាចនិយាយបានថាអែមអូខេជាជំរកដ៏មានសក្តានុពលនៃការរស់នៅលើពីផ្ទះលំហែបន្ថែមថាមពលឲ្យជីវិតមកផ្ទះស៊ីវិល័យប្រណិតតាមសម័យកាលវិវត្តទីធ្លាបរិវេណផ្ទះដំបូល Sky Bar បើពុភៈ Lenin Home លោកអ្នកអាចជឿជាក់បានសម័យនេះហើយនៅទុកសក់ជ្រូកខូចឆេះដល់ណាទៀតសូមណែនាំឈុតសាប៊ូកោសក់វិតាមីន Gen C ផលិតនៅប្រទេសកូរ៉េបំបត្តិសក់ជ្រូកបែកចុងជួយឲ្យសក់វែងលឿននិងមានទម្ងន់លែងបារម្ភទៀតហើយជំនួយឈុតវិតាមីន Gen C ម៉ាហ៊ូជាផលិតផលរបស់ប្រទេសជប៉ុនសំឡើងពីសារធាតុបេតាក្លូខេន 1.3 1.6 សម្រាប់អ្នកមានបញ្ហាដុំគីមហារីកទឹកដុំផ្អែមរលាកក្រពះពោះវៀនបាត់បង់ចំណង់អាហារជួសជុលកោសិកាដែលខូចនិងធ្វើប្រព័ន្ធការពាររាងកាយខ្លាំងឡើងវិញទ្វេដងSunscreen នេះគឺល្អខ្លាំងមែនទែនប្រើបានទាំងក្មេងទាំងចាស់ដូចខ្ញុំអាយុ11ឆ្នាំចឹងខ្ញុំក៏ប្រើបានដែរ HK7 Beauty Care ចង់លក់ផ្ទះលក់ដីលក់គម្រោងបរិយលក់រថយន្តតាមរយៈក្រុមហ៊ុន K01 សូមទំនាក់ទំនងមកខ្ញុំបាទតារារត GBA តាមរយៈ Telegram 089 25 36 36រំភើបមែនទែនដែលខ្លួនឯងមានឱកាសចូលមកដល់36នាក់ចុងក្រោយប៉ុន្តែវាក៏មានច្រើនមែនទែនដោយសារខ្ញុំមានជំងឺបាក់ទឹកចិត្តតាំងពីនិយាយទៅប៊ូលីច្រើនមែនទែនហ្មងប៉ុន្តែខ្ញុំក៏មានភាពក្លាហានក្នុងខ្លួនដែរ
យ៉ាបង ដែលប៊ូលីខ្លាំងជាងគេគឺកន្លែងណាដែលយើងឃើញគេបោះវាយប្រហារយើងខ្លាំងជាងគេធ្ងន់ហ្នឹងណា មាន2ចំណុចបង បាទ ទី1គឺកៅភ្នែកហើយនិងទី2រូបរាងដល់ស្គមរបស់ខ្ញុំ បាទគេឌីលយើងថាមិនខ្លាំងនៅពេលនោះ គេថារូបរាងអញ្ចឹងមកប្រកួតធ្វើអីហើយមិនទៅប្រកួតអីផ្សេងហើយគាត់តែជឿជាក់មកឲ្យបានមកទីនេះនិយាយទៅគឺច្រើនខ្លាំងមែនទែនរហូតដល់ថ្នាក់ខ្ញុំពេលខ្លះខ្ញុំអត់មើលហ្មងខ្ញុំអូសចោលហ្មងយ៉ា ហេតុអីបានជាបងសម្រាប់ចិត្តប្រកួតសម្រស់មិនទៅប្រកួតកម្មវិធីផ្សេង កម្មវិធីផ្សេងក៏ខ្ញុំធ្លាប់ចូលរួមប្រកួតដែរប៉ុន្តែសម្រស់ក៏ខ្ញុំចង់ធ្វើជាសារសម្លេងដូចខ្ញុំនិយាយដែរនិយាយខាងលើអញ្ចឹងគឺមកទីនេះគឺខ្ញុំចង់ធ្វើជាសារសម្លេងមួយដើម្បីលើកទឹកចិត្តទៅកាន់អ្នកមានជំងឺបាក់ទឹកចិត្តទាំងអស់មិនថាគាត់មានរូបរាងបែបណាទេគាត់ក៏មានសិទ្ធិមួយនៅក្នុងការបំពេញក្តីស្រមៃដូចជាបំពេញនៅមហិច្ឆតារបស់ខ្លួនឯងបានយ៉ាបង បាទនៅពេលដែលបងដាក់ពាក្យចូលប្រកួតកម្មវិធីដំបូងតើបងទទួលសម្លេងអីមុនគេ ជាដំបូងគឺគ្រួសារគាត់អត់ដឹងទេប៉ុន្តែក្រោយពីឃើញផុសហើយគាត់ក៏លើកទឹកចិត្តមុនដំបូងគឺលើកទឹកចិត្តអត់មានការបូលីទាំងអស់យ៉ាបង បាទចុះអ្នកជុំវិញខ្លួនមិត្តភ័ក្តិអីគេនិយាយថាមិនពេល គាត់និយាយថារូបរាងអញ្ចឹងទៅប្រកួតឲ្យអត់ខ្មាស់គេទេអីចឹងនិយាយច្រើនមែនទេហើយគាត់ថាអត់ខ្មាស់គេទេអីប៉ុន្តែខ្ញុំថាខ្ញុំទៅទីហ្នឹងដូចខ្ញុំនិយាយខាងលើអញ្ចឹងគឺខ្ញុំទៅធ្វើសារសម្លេងដើម្បីលើកទឹកចិត្តទៅយុវជនសម័យថ្មី ពេលដែលបងសម្រេចចិត្តបញ្ជូនរូបថតបញ្ជូនវីដេអូឃ្លីបមកដាក់មកគណៈកម្មការពេលនោះបងទុកចិត្តថាខ្លួនឯងជាប់ក្នុងចំណោម36នាក់ហ្នឹងទេ ខ្ញុំមានជំនឿចិត្តនិយាយទៅខ្ញុំអាចថាអួតខ្លួនឯងក៏បានប៉ុន្តែខ្ញុំតែងតែធ្វើអ្វីមួយខ្ញុំតែងតែមានជំនឿចិត្តរហូតដល់ 100% មិនថាកលៈទេសៈបែបណាទេគឺខ្ញុំតែងតែមានជំនឿចិត្តជានិច្ច អ្វីដែលជាជំនឿចិត្តដែលបងគិតថាបងនៅមកប្រកួតសម្រស់ហើយទៅបានលទ្ធផលល្អបាត់ទៅវិញ ជំនឿចិត្តបំផុតគឺដូចខ្ញុំនិយាយអញ្ចឹងគឺទេពកោសលហ្នឹងហ្មងទេពកោសលជាភាពក្លាហានផ្សេងហើយខ្ញុំនឹងជំនះគ្រប់ឧបសគ្គទាំងអស់មិនថាខ្ញុំកើតអ្វីទេគឺខ្ញុំនឹងធ្វើវាឲ្យបានហើយនឹងធ្វើជាសារសម្លេងមួយដ៏រឹងមាំឲ្យយុវជនសម័យថ្មី ទេពកោសលនៅកន្លែងណាដែលបងគិតថាលើបេក្ខភាពដតីទៀតដែលអាចទៅតាមលទ្ធផលបាន បេក្ខភាពផ្សេងអាចនឹងមាន1 2 3ចំណុចតែខ្ញុំមានរហូតដល់5 6ចំណុច បាទកន្លែងណាខ្លះដែរ5 ខ្ញុំអាចច្រៀងខ្ញុំអាចសម្ដែងខ្ញុំអាចគូររូបខ្ញុំអាចច្នៃម៉ូដហើយខ្ញុំនឹងអាចធ្វើអ្វីៗជាច្រើនហើយជាពិសេសចំណុចខ្លាំងរបស់ខ្ញុំគឺអាចនិយាយថាធ្វើការមិនចេះហត់ អូ យ៉ាបង បងចេះគូររូបរបៀបម៉េច មិនថាច្នៃម៉ូដ designer គូររូបមិននឹងនិយាយទៅសំបីតែរៀមច្បងរ៉ាពីនក៏ខ្ញុំធ្លាប់គូររូបជូនគាត់ដែរយ៉ាបង អូគឺគូររូបរោបឲ្យគាត់មិនចឹងហ៎ហើយចេះច្នៃអត់ទេ ចេះបងចេះ មានតែដេខ្លួនឯង ដេខ្ញុំអត់ទាន់ចាប់ដើមទេប៉ុន្តែខ្ញុំនឹងចាប់ដើមនៅថ្ងៃមុខដោយពេលដែលខ្ញុំមានជីវភាព ហេតុអីបានជាបងចេះគូររូបចេះច្នៃចេះអីដេកអីហ្នឹង ខ្លួនឯង សាររៀនឬក៏ដោយសារអី អាចមើលតាម YouTube ឬក៏និយាយទៅសិក្សាខ្លួនឯងតែម្ដង បាទចុះបើសិនជាកម្មវិធីនេះគេអត់ឲ្យឱកាសបងនៅក្នុងការបញ្ចេញសមត្ថភាពនឹងទេគ្រាន់តែគេឲ្យបងដើរម៉ូដសៀកវីដេអូបង្ហាញរូបសម្រស់អីចឹងថាបងគិតថាបងនឹងអាចឆ្លងកាត់ដំណាក់កាលនៃការប្រកួតប្រជែងនឹងបានឬក៏អត់ ខ្ញុំគិតថាបានព្រោះអីប្រហែលវគ្គមុនហ្នឹងខ្ញុំក៏បានបញ្ចេញស្នាដៃខ្ញុំខ្លះៗដែរដូចជាខ្ញុំគូររូបជូនបងរ៉ាពីនយ៉ាបងហើយខ្ញុំក៏បានច្នៃម៉ូដឲ្យបេក្ខភាពផ្សេងដូចជាបេក្ខភាពម្នាក់យ៉ា បាទអញ្ចឹងមានន័យថាយើងបានបង្ហាញសមត្ថភាពយើងឲ្យគណៈកម្មការមើលឃើញហើយចុះពេលដែលបងមកដាក់ពាក្យដំបូងតើគណៈកម្មការគាត់មាន feedback យ៉ាងម៉េច និយាយទៅថ្ងៃដែលខ្ញុំគូររូបឲ្យគាត់មុនដំបូងគឺគាត់រំភើបខ្លាំងមែនទែនពិសេសគឺបងរ៉ាពីននិយាយទៅខ្ញុំគឺស្រឡាញ់បងរ៉ាពីនខ្លាំងមែនទែនដូច្នេះខ្ញុំគូររូបឲ្យគាត់រំភើបហើយគាត់ថាហេតុអីបានខ្ញុំប្រកែកយ៉ាងនេះ អញ្ចឹងមានន័យថាដែលបងឆ្លងកាត់ដំណាក់កាលនៃការធ្វើតេស្តនេះគឺដោយសារតែបងបានបង្ហាញសមត្ថភាពតាមរយៈការគូររូបបាទជូនគណៈកម្មការនឹងឯងអញ្ចឹងធ្វើឲ្យយើងឆ្លងមកដល់ចំណុចនេះចុះបើសិនជាការប្រកួតបន្តគេឲ្យឱកាសបងត្រឹមតែការបង្ហាញសម្រស់ដូចជាការដើរម៉ូដដូចជាការដើរសូឬក៏ស្អីថាបងគិតថាបងអាចឆ្លងដំណាក់កាលទៅដល់វគ្គចុងក្រោយទេ ខ្ញុំអាចគិតថាបានព្រោះអីខ្ញុំជឿជាក់លើគណៈកម្មការខ្ញុំជឿជាក់ថាខ្ញុំពិតជាមានសមត្ថភាពដែលអាចធ្វើបានយ៉ាបងហើយខ្ញុំគិតថាគណៈកម្មការគាត់ប្រកាសជាពិតមើលឃើញពីសមត្ថភាពរបស់ខ្ញុំយ៉ាបង បាទពាក់ព័ន្ធនឹងសម្រស់វិញព្រោះកម្មវិធីនេះគឺកម្មវិធីប្រកួតសម្រស់បងគិតថាសម្រស់បងកន្លែងណាដែលបងគិតថាអាចទាំងយកបន្ទុកពីគណៈកម្មការបានក្នុងការប្រកួត ខ្ញុំគិតថាជាកម្ពស់មួយដែលគូសំកម្ពស់យើងសំស្អាតណាហ្នឹងយ៉ាហើយក៏រូបរាងខ្ញុំគិតថាអូខេបើសិនខ្ញុំក្នុងការនេះបើសិនមាន sponsor ខ្ញុំគិតថានឹងជួយកែប្រែខ្ញុំឲ្យបានស្អាត អូខេតែរូបរាងយើងគិតថាយើងអាចយកបន្ទុកពីគណៈកម្មការបានទេយ៉ាបានយកបានផ្នែកណាខ្លះដែលរូបរាងដែលយើងគិតថាយកទី1គឺកម្ពស់របស់ខ្ញុំគូសំហើយខ្ញុំក៏គិតថាវាចង់និយាយថាខ្លួនជាពិសេសគឺកម្ពស់ខ្ញុំសំនិយាយកម្ពស់សិន បាទកម្ពស់នេះគឺស្អាតចឹងណាបាទអីទៀតបាទបរិវេណមុខឬក៏ផ្នែកដងកន្លែងណាដែលបងគិតថាដែលទាញបន្ទុកបានពីគណៈកម្មការខ្ញុំគិតថានិយាយត្រង់គឺកែភ្នែករបស់ខ្ញុំគិតថាគណៈកម្មការគាត់ច្បាស់ជាយកខ្ញុំដើម្បីកម្មវិធីឲ្យមានភាព
ចាប់អារម្មណ៍ ចាប់អារម្មណ៍ តែចាប់អារម្មណ៍ក្នុងលក្ខណៈឲ្យបន្ទុកឬក៏ចាប់អារម្មណ៍នៅក្នុងលក្ខណៈមួយគេហៅថាទៅត្រូលដោយប្រការណាមួយ ខ្ញុំរឿងហ្នឹងខ្ញុំអត់ដឹងដែរប៉ុន្តែខ្ញុំគិតថាគាត់ប្រកាសជាចាប់អារម្មណ៍កន្លែងហ្នឹងមុនគេ អញ្ចឹងមានន័យថាបងគិតថាមូលហេតុដែលគណៈកម្មការឲ្យបងមកកាន់ការប្រកួតនេះគឺដោយសារតែគេចង់ឲ្យបងមានការចាប់អារម្មណ៍ពាក់ព័ន្ធនឹងកែភ្នែកទាំងតែម្ដងណាបាទដោយសារថាកម្មវិធីភាគច្រើនគេអត់ដែរយកបេក្ខភាពដែលមានកែភ្នែកអញ្ចឹងមកប្រកួតទេតែសម្រាប់កម្មវិធីនេះគឺផ្ដល់ឱកាសឲ្យបងទៀតដោយសារតែគេចង់ឲ្យមានការចាប់អារម្មណ៍ចុះឥឡូវបើសិនជាដកកែភ្នែកមួយចេញបងគិតថាកន្លែងណាដែលបងគិតថាស្អាតតាក់ទីនេះធ្វើឲ្យបងទទួលបានការចាប់អារម្មណ៍ទទួលបានបន្ទុក ខ្ញុំគិតថាខ្ញុំស្រឡាញ់ដែលខ្ញុំចំណាប់អារម្មណ៍ខ្លាំងគឺខ្ញុំជាមនុស្សដែល friendly តែ friendly រស់រាយ ហ្នឹងហើយរស់រាយគ្រប់បេក្ខភាពគឺខ្ញុំតែងតែរីរាយដាក់គាត់មិនថានៅកន្លែងប្រកួតក្រោយឆាកខ្ញុំតែងបើខ្ញុំមានការងារអីចឹងគឺខ្ញុំតែងតែខលហៅគាត់ជានិច្ច តែគាត់ថាភាពរស់រាយហើយនឹងសមត្ថភាពដេកកសលក្រៅពីសម្រន់បងគាត់ថាអាចទីបន្ទុកបានណាបាទចុះសម្រាប់អ្នកជុំវិញខ្លួនតើគេធ្លាប់ប្រើពាក្យអីខ្លះដែលធ្វើឲ្យបងបាក់ទឹកចិត្តពាក្យសម្ដីណាមួយthôi ពាក្យដែលធ្វើខ្ញុំបាក់ទឹកចិត្តខ្លាំងគឺដូចកែភ្នែកហៅនិយាយទៅគឺសមតាំងពីទូដល់ឥឡូវគឺសមខ្លាំងមែនទេ គេហៅថាម៉េច អាសាឡេអាកែកអាសឡឹងនំបញ្ចុកស៊ីកាទៀវអីចឹងខ្ញុំឆើមែនទេយ៉ាបង បាទតែនៅតែក្លាហានក្នុងការមកប្រកួតសម្រស់ យ៉ាបង បាទដើម្បីបញ្ជាក់ថាទោះបីយកភ្នែកយើងអញ្ចឹងក៏យើងនៅតែអាចមកប្រកួតសម្រស់បានដែរ Yeah, ចុះឥឡូវពេលយើងឈរជឿក្នុងកម្មវិធីនេះតើយើងអាចគិតថានឹងមាន fan វាយប្រហារយើងទៀតទេព្រោះថាមិនក៏មកប្រកួតសម្រស់ក៏មិនទៅធ្វើស្អីផ្សេងគេគិតចឹងអត់ និយាយឲ្យស្មោះត្រង់ទៅគឺខ្ញុំអត់អាចហាមឃាត់គាត់បានទេកាបូលីខ្ញុំអត់អាចហាមឃាត់បានទេប៉ុន្តែខ្ញុំនឹងធ្វើអ្វីមួយឲ្យគាត់ទទួលស្គាល់នៅថ្ងៃណាមួយយ៉ា ថាក្រៅពីសម្រស់ក៏យើងមានអីម្យ៉ាងដែលអាចឲ្យគេទទួលស្គាល់ស្វាធិយើងបានដែរណោះបាទមិនតែសម្រស់ទេបាទឥឡូវសូមឲ្យបងធ្វើការណែនាំខ្លួនម្ដងទៀតហើយក៏ដូចជាបង្ហាញពីស្រុកកំណើតបងក៏ដូចជាការសិក្សាបងនឹងតើរៀនដល់ណាត់នេះបាទ ជម្រាបសួរបាទខ្ញុំបាទឈ្មោះឡៃរ៉ាថៃមកពីខេត្តសៀមរាបមានអាយុ27ឆ្នាំរាល់ថ្ងៃខ្ញុំបានធ្វើជាបុគ្គលិកមួយកន្លែងនៅទីក្រុងភ្នំពេញយ៉ាបាទខ្ញុំសូមនិយាយថាបាទសวัสดีครับผมชื่อไลราไทยล่ะครับและผมมาจากจังหวัดสระบุรีตอนนี้ผมมีอายุ27ปีและผมเป็นผู้ประกวดของการวิธี Mr. Majestic 2025ล่ะครับและผมมีนัมเบอร์63ล่ะครับสุดท้ายล่ะครับผมขอให้ทุกคนสนับสนุนและก็สปอร์ตผมด้วยล่ะครับผมนั้นทำให้เต็มที่ล่ะครับขอบคุณมากครับ thank you so much បាទចេះថៃដោយសារអី ដោយសារតែនិយាយដោយស្មោះត្រង់ទៅការសិក្សាខ្ញុំល្មមទេប៉ុន្តែដោយសារតែខ្ញុំជីវភាពខ្វះខាតច្រើនអញ្ចឹងទៅខ្ញុំទៅនៅរស់នៅប្រទេសថៃតាំងពីតូចយ៉ាងអញ្ចឹងបានប្រហែលឆ្នាំដែរនៅថៃច្រើនឆ្នាំដែរបងតាំងពីខ្ញុំបញ្ចប់ថ្នាក់ sorry បងខ្ញុំបញ្ចប់ថ្នាក់ខ្ញុំរៀនបានត្រឹមថ្នាក់ទី10ទេហើយបន្ទាប់មកក៏ខ្ញុំទៅថៃរហូតកំឡុងមកខ្មែរនៅអំឡុងឆ្នាំ2019 COVID បាទពេលតែថៃបងទៅប្រឈមនឹងការពិបាកអីខ្លះដែរនៅថៃពិបាកច្រើនដោយសារតែទីមួយយើងជាពលករយើងត្រូវការធ្វើអីជាច្រើននៅក្នុងទីប្រទេសថៃនិយាយទៅការងារនៅប្រទេសថៃគឺខ្ញុំធ្វើច្រើនទាំងអស់មិនថាការងារធ្ងន់ស្រាលអីគឺខ្ញុំធ្វើមិនថារោងចក្រសំណង់និយាយអីអស់ហ្មងគឺខ្ញុំធ្លាប់ធ្វើឆ្លងកាត់ទាំងអស់ឥឡូវបុគ្គលណាដែលបានជំរុញឲ្យបងមកប្រកួតផ្នែកសម្រស់នៅក្នុងកម្មវិធីបរោះឯកនេះជាបេក្ខភាពម្នាក់នៅក្នុងកម្មវិធី Majestic គាត់ថាខ្ញុំជាមនុស្សពូកែហេតុអីខ្ញុំមិនចូលរួមតែខ្ញុំបានប្រាប់គាត់ថាខ្ញុំអត់ស្អាតចឹងចូលរួមបានអត់ហើយគាត់ថាអត់អីទេឲ្យតែយើងមានភាពក្លាហានយើងជឿជាក់លើខ្លួនឯងយើងចូលចោលយ៉ាអញ្ចឹងពេលដែលដាក់ពាក្យមកដំបូងហ្នឹងគឺពេលដែលគាត់ដាក់ឲ្យទៀតណាហើយពេលដែលគេខលពេលយើងជាប់អារម្មណ៍មិនដែរអារម្មណ៍រំភើបមែនទែនហើយក៏ព្រួយបារម្ភដែរដោយសារតែយើងមានរូបរាងបែបនេះខ្ញុំជឿជាក់ថាច្បាស់ជាមហាជនគាត់នឹងអត់ទទួលយកបាទហើយចុះមិនក៏នៅតែស៊ូដាក់ទៀតដូចខ្ញុំនិយាយចឹងខ្ញុំមកទីនេះគឺមកដើម្បីធ្វើជាសារសម្លេងដើម្បីលើកទឹកចិត្តទៅយុវជនសម័យថ្មីឲ្យពួកគាត់មានឱកាសក្នុងការបង្ហាញសមត្ថភាពមិនថាយើងកើតមកនៅក្នុងរូបរាងបែបណានោះទេយើងក៏មានសិទ្ធិនៅក្នុងការបំពេញក្តីស្រមៃក៏ដូចជាបំពេញនៅមហិច្ឆតារបស់ខ្លួនឯងបានបាទធម្មតាគេមកប្រកួតគេមកដើម្បីយកលទ្ធផលល្អប្រកួតឈ្នះចាញ់តែពេលបងប្អូនមកប្រកួតដើម្បីឲ្យគេហៅថាគេធ្វើជាសារសម្លេងធ្វើឲ្យគេត្រូលធ្វើឲ្យគេប៊ូលីអញ្ចឹងវាយ៉ាងម៉េចវិញនិយាយទៅពេលខ្លះខ្ញុំក៏គិតថាវានឹងពិបាកចិត្តនៅក្នុងខ្លួនដែរប៉ុន្តែកម្លាំងមួយទៀតជំរុញឲ្យខ្ញុំគិតថាបើសិនជាខ្ញុំអត់ធ្វើតើវាលទ្ធផលទៅជាយ៉ាងណាតែបើខ្ញុំនៅតែបន្តលាក់មុខទៀតតើតែកសលយើងផ្សេងត្រូវបង្ហាញនៅពេលណាហ្នឹងហើយអញ្ចឹងបើខ្ញុំថាចង់យកកម្មវិធីនេះមកដើម្បីបង្ហាញតែកសលផ្សេងក៏ដូចជាឲ្យមហាជនទទួលស្គាល់ខ្ញុំជាខ្ញុំហើយខ្ញុំគិតថាកម្មវិធីនេះនឹងជំរុញឲ្យខ្ញុំផ្លាស់ប្ដូរជីវភាពដូចជួយគ្រួសារបានច្រើនអញ្ចឹងមានន័យថាមែនតើគឺបងអូនចង់បង្ហាញឲ្យឃើញថា
អតីតពលករមួយរូបដែលធ្លាប់ពិបាកនៅក្នុងប្រទេសថៃហើយមានរូបរាងមិនសង្ហាមិនស្អាតកែវភ្នែកសលៀងអីដោយប្រការណាមួយតែក៏អាចចូលរួមប្រកួតប្រជែងផ្នែកសម្រស់បានដែរបាទអញ្ចឹងទោះបីជាលទ្ធផលឈ្នះចាញ់ល្អមិនល្អក៏អត់ខ្វល់ណាឬក៏យ៉ាងម៉េចឬក៏ដឹងថាត្រូវតែជាប់ឬក៏ត្រូវតែបានលទ្ធផលណាមួយល្អ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយមិនថាលទ្ធផលបែបណាទេខ្ញុំក៏ទទួលយកប៉ុន្តែផលដែលចំណេញរបស់ខ្ញុំគឺខ្ញុំគិតថាខ្ញុំនឹងអាចធ្វើជាសារសម្លេងមួយដល់យុវជនសម័យថ្មីចា៎ អូខេបាទចឹងអរគុណច្រើនដល់បងប្រុសមែនតើដែលបងប្រុសស៊ូចុះពាក់ព័ន្ធនឹងការហាត់ប្រាណនេះមានបានត្រៀមខ្លួនហាត់ប្រាណឲ្យសង្ហាអីអត់ទេឬក៏យ៉ាងម៉េចដែរខ្ញុំនិយាយដោយស្មោះត្រង់ body របស់យើងហ្នឹងខ្ញុំនិយាយដោយស្មោះត្រង់ខ្ញុំជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្លាំងមែនតើលើគ្រួសារព្រោះម៉ាក់គាត់ឈឺហើយមានតែម្នាក់ទៀតអត់មានលោកឪពុកទេលោកឪពុកគាត់ស្លាប់យូរហើយអញ្ចឹងទៅខ្ញុំមានតែពេលធ្វើការមួយទេពេលការហើយនឹងត្រៀមខ្លួនមកប្រកួតនឹងហ្មងតែខ្ញុំគិតថាបើសិនជាខ្ញុំមានពេលគ្រប់គ្រាន់ខ្ញុំនឹងហាត់ប្រាណយករាងកាយដ៏ស្រស់ស្អាតដូចគេប៉ុន្តែតែឥឡូវអត់មានរាងកាយដ៏អត់មានដោយសារតែខ្ញុំមានបន្ទុកច្រើនអញ្ចឹងទៅខ្ញុំត្រូវធ្វើការមកដល់បន្ទុកដល់ផ្ទះគឺយកមែនតើគឺញឹកទៅមើលខ្ញុំអត់មានពេលថែរាងកាយចុះពេលដែលបងមកប្រកួតអញ្ចឹងមិនត្រូវខាតបងការងារអញ្ចឹងមិនកាន់តែប៉ះពាល់ជីវភាពទៀតខ្ញុំគិតថាវាជាក្តីសម័យរបស់ខ្ញុំមួយទោះវាខាតក៏វាអាចដូចខ្ញុំនិយាយខាងលើអញ្ចឹងខ្ញុំអាចខ្ញុំខាតការងារប៉ុន្តែខ្ញុំក៏បានផ្ដល់ឥទ្ធិពលដល់មនុស្សបាទចំនួនក្រោយចុះយើងបានលទ្ធភាពបានលុយកាប់បំរើដើម្បីអាចចរាចរការប្រកួតរបស់យើងបានបើយើងនៅពិបាកហើយតែយើងមកប្រកួតអញ្ចឹងនិយាយទៅគឺមានមនុស្សម្នាក់ចាំជួយក្រោយអានឹងនិយាយទៅស្មោះត្រង់គាត់នៅខេត្តត្បូងឃ្មុំខ្ញុំអរគុណគាត់មែនតើគាត់តែងតែជួយខ្ញុំមិនថាខ្ញុំខ្វះអីទេគាត់តែងតែឆាតស៊ូខ្ញុំស៊ូនាំខ្ញុំជាមនុស្សស្រឡាញ់ឬក៏ជាអ្នករាប់អានជាអ្នករាប់អានគ្នាប៉ុន្តែស្គាល់គ្នារឿងយូរដែរហើយប៉ុន្តែធ្លាប់ជួបគ្នាតែម្ដងឲ្យគាត់មានតែគាត់ជាអ្នកជំរុញជាអ្នក sponsor ពីក្រោយខ្នងអញ្ចឹងណាអញ្ចឹងមានថាគាត់ដោយសារគាត់ស្រឡាញ់គឺគាត់ផ្ដល់ថវិកាឲ្យដើម្បីឲ្យបងមកប្រកួតអញ្ចឹងទៅចុះពាក់ព័ន្ធនឹងសម្លៀកពាក់ព័ន្ធអីថាបងគិតថាអាចជាបន្ទុកមួយពិបាកដែលធ្វើឲ្យបងពិបាកក្នុងការឈ្នះគេឈ្នះឯងពាក់ព័ន្ធនឹងសម្លៀកពាក់និយាយទៅវាក៏ជាបន្ទុកមួយប៉ុន្តែខ្ញុំគឺជាអ្នក designer ម្នាក់បាទដូច្នេះហើយខ្ញុំគិតថាវាអត់ជាបញ្ហាសម្រាប់ខ្ញុំទេព្រោះខ្ញុំជាមនុស្សកែច្នៃអញ្ចឹងខ្ញុំអាចកែច្នៃខ្លួនឯងឈុតនេះខ្លួនឯងច្នៃខ្លួនឯងឬក៏យ៉ាងម៉េចខ្ញុំកែច្នៃខ្លួនឯងចា៎ចាំថាយើងមានគណិតកែច្នៃដើម្បីធ្វើឲ្យខ្លួនឯងមានភាពលេចធ្លោណាអូខេចាំថាយើងមានចំណុចពិសេសមួយអញ្ចឹងសម្រាប់កម្មវិធីនេះយើងនឹងកម្រងចំណាយពេលប្រហែលខែដែរតម្រាំទៅចប់យូរខែដែរបងដោយសារតែ final ថ្ងៃខែ6តែយើងអត់ជាលក្ខថ្ងៃណាបាទអញ្ចឹងវារហូតដល់3ខែជាងចុះបងអាចគិតថានឹងធ្វើឲ្យប៉ះពាល់ការងារបងប៉ះពាល់ប្រាក់ចំណូលបងនេះទេខ្ញុំគិតថាប៉ះពាល់ប៉ុន្តែដោយសារតែដូចខ្ញុំនិយាយខាងលើចាំមានអ្នកជួយហើយក៏បើសិនជាខ្ញុំខាតក៏ខ្ញុំបានឱកាសមួយក្នុងការធ្វើជាសារសម្លេងហ្នឹងដែរខ្ញុំគិតថាខ្ញុំចំណេញឡើងអូខេធម្មតាគេចូលប្រកួតផ្នែកបរិសុទ្ធដើម្បីក្លាយទៅជាតារាសម្ដែងថ្ងៃក្រោយហើយទៅជា BA អញ្ចឹងទៅចុះសម្រាប់បងគិតថានៅពេលដែលបងមានឈ្មោះបោះសម្លេងពីកម្មវិធីនេះហើយតើបងអាចទទួលបានឱកាសហ្នឹងទេនៅពេលដែលយើងដូចថាមានរូបរាងមិនអំណោយផលពីធម្មជាតិបែបនេះនិយាយទៅខ្ញុំគិតថាប្រហែលជាអាចប៉ុន្តែ BA ភេច្រើនគាត់ជ្រើសរើសយកអ្នកស្អាតអញ្ចឹងខ្ញុំគិតថាថ្ងៃណាមួយខ្ញុំនឹងកែខៃខ្លួនឯងបានស្អាតជាងបាទចាប់ពាក់ព័ន្ធនឹងភ្នែកឯកែខៃបានទេប្រហែលជាមិនអាចទេប៉ុន្តែយើងឃើញថាស្រុកខ្មែរអ្នកដែលមានបោះឈ្មោះសម្លេងលើបណ្ដាញសង្គមក៏ភាគច្រើនអ្នកខ្លះក៏គាត់មានភ្នែកដូចខ្ញុំដែរយ៉ាបងតែខ្ញុំគិតថានេះជារឿងធម្មតាតែហើយបើគាត់គេសើចគេយំអីជារឿងធម្មតាបងអូខេបាទអញ្ចឹងអរគុណច្រើនបាទអញ្ចឹងឥឡូវនេះដូចបងប្អូនបានយល់ច្បាស់ហើយថាហេតុផលដែលបងអូនចូលប្រកួតប្រជែងមានន័យថាបងអូនគ្រាន់តែចង់បង្ហាញថាមនុស្សដែលមានរូបរាងមិនស្អាតមិនសង្ហាកែវភ្នែកមិនមុតមិនថ្លាមិនល្អដូចជាបេក្ខជនដទៃក៏អាចបង្ហាញនៅក្នុងការប្រកួតសម្រស់បានដែរណាមិនមែនតតែស្អាតតតែសង្ហាព្រោះថាបងអូនមានទេពកោសល្យផ្សេងដែលអ្នកដទៃមិនមានដូចជាចេះថៃចេះ design ចេះគូររូបចេះអីចឹងហ្នឹងសិតតែជាឯកទេសដែលអ្នកផ្សេងមិនមានចុះលឺល្បីលឺអួតថាជ្រៀងព្រោះតែជ្រៀងព្រោះតែទេសុំមកឃ្លៀមបាទបានត្រៀមបានត្រៀមចង់ដឹងថាប្រទេសកោសល្យផ្នែកជ្រៀងកម្រិតណាដែរ Sorry បងអូនជ្រើសយកគេហើយអូនណាយបងនៅឯកោស្នេហ៍យើងសល់ស្រមោលតែបងខំប្រឹងរក្សាចង់ឲ្យដឹងនៅស្រឡាញ់អូននៅចាំស្ងួតគ្រប់វេលានេះហើយជាស្នេហាដែលបងមានចំពោះអូនព្រោះមិនទុកចិត្តគេមាសមេបងសែនបារម្ភបើគេធ្វើឲ្យយំ
សុំខលប្រាប់បងណាអូនព្រោះមិនអាចមើលឃើញចិត្តគេតើបងខ្លាចគេបងស្ងួនបើគេធ្វើបាបអូនអាចហៅបងគ្រប់ពេល អូខេបាទលើកចុងក្រោយបងចង់ឲ្យបងអូនបង្ហាញពីការតាំងចិត្តមួយថានៅជុំនៅក្នុងកម្មវិធីប្រកួតសម្រុងនេះបងអូនត្រូវទទួលបានលទ្ធផលល្អពីការធ្វើតាបងអូននឹងតាំងចិត្តបែបណាខ្លះដែរ ខ្ញុំនឹងតាំងចិត្តធ្វើឲ្យបានល្អប៉ុន្តែអ្វីដែលខ្ញុំតែងតែគិតរាល់ថ្ងៃគឺខ្ញុំត្រូវតែមានជំនឿចិត្ត 100% ហើយខ្ញុំត្រូវតែតាំងចិត្តថាក្បាលខ្ញុំត្រូវតែពាក់មកុដនៅថ្ងៃណាមួយទោះបីជារូបរាងខ្ញុំបែបនេះក៏ដោយនេះជាសុបិនខ្ញុំគិតថាកម្មវិធីមួយគឺមានមកុដតែមួយទេប៉ុន្តែយើងយ៉ាងហោចណាស់គឺយើងឈ្នះមកុដពីខ្លួនឯងឈ្នះមកុដពីអ្នកជំនាញខ្លួនដែលគិតថាយើងអាចធ្វើអត់បានប៉ុន្តែយើងធ្វើបានយ៉ាបង បាទចឹងមានថាបងអូននៅតែមានក្តីសម័យទទួលបានមកុដពីកម្មវិធីប្រកួតសម្រស់នៅក្នុងថ្ងៃណាមួយទៅកម្មវិធីនេះមិនដឹងទៅផលបែបណាតែអាចនឹងកម្មវិធីសម្រស់ខ្លះៗបងអាចចូលប្រកួតទៀតហើយមិនមែនចឹងអានេះមិនទីបញ្ចប់បងប្អូនទេណា មិនមែនទីបញ្ចប់របស់ខ្ញុំទេកាលណាដែលដងហើមខ្ញុំនៅតែមានក្តីសម័យខ្ញុំនៅតែធ្វើយ៉ា អូនៅតែមានក្តីសម័យពាក់មកុដពីកម្មវិធីប្រកួតសម្រស់ឲ្យតតែបានណា ហើយតាំងពីខ្ញុំឈានជើងចូល Majestic មកខ្ញុំតែងតែគិតថាថ្ងៃណាមួយខ្ញុំនឹងចូល Majestic ម្ដងទៀតទោះថ្ងៃនេះខ្ញុំធ្លាក់តែថ្ងៃក្រោយខ្ញុំនឹងមកជាមួយនឹងមុខមាត់ថ្មីជាមួយនឹងរាងកាយដ៏ថ្មីហើយខ្ញុំនឹងមកចូល Majestic ម្ដងទៀត ហើយជឿថា នឹងអាចទទួលបានលទ្ធផលល្អ អាចជឿថាឈានដល់ការពាក់មកុដទេ ខ្ញុំគិតថាបើខ្ញុំគិតថាអាចធ្វើបានដោយថាខ្ញុំអាចធ្វើបានហើយខ្ញុំចង់ផ្ដល់ឥទ្ធិពលនឹងដល់យុវជនទាំងអស់ហើយឲ្យគាត់ធ្វើបានដូចខ្ញុំដែរ អូខេអរគុណច្រើនបងប្អូនណាជូនពរឲ្យជោគជ័យបាទអញ្ចឹងសូមឲ្យ fan ក៏ដូចជាអ្នកគាំទ្រផ្ដល់ជាកម្លាំងចិត្តដល់បងប្រុសម្នាក់នេះផងបាទអរគុណច្រើនអូនបាយបាយអូនអូខេ ហើយមូលហេតុដែលខ្ញុំជ្រើសយក collagen toner pad របស់ខាង Pichi គឺដោយសារវាជួយខ្លាំងបំផុតទៅលើអ្នកដែលគាត់មានបញ្ហាមុខខ្មៅស្អាតស្ងួតគ្រើមហើយមានស្នាមខ្មៅតាមនេះនិងជាពិសេសអ្នកដែលគាត់មានស្នាមដោយសារការញិចមុនពេលដែលគាត់ខ្ញុំ make up ច្រើនខ្ញុំធ្វើការច្រើននៅក្រោមភ្លើងច្រើនប៉ុន្តែស្បែកមុខយើងនៅតែអាចនិយាយថាអែមអូខេ ជាជំរកដ៏មានសក្តានុពលនៃការរស់នៅលើពីផ្ទះលំហែបន្ថែមថាមពលឲ្យជីវិតមកផ្ទះស៊ីវិល័យប្រណិតតាមសម័យកាលវិវត្តទីធ្លាបរិវេណផ្ទះដំបូល Sky Bar បើវិភៈ Lenin Home លោកអ្នកអាចជឿជាក់បាន សម័យនេះហើយនៅទុកសាក់ជ្រូកខូចឆេះដល់ណាទៀតសូមណែនាំឈុតសាប៊ូកោសវិតាមុន Gen C ផលិតនៅប្រទេសកូរ៉េបំបត្តិសាក់ជ្រូកបែកចុងជួយឲ្យសក់វែងលឿននិងមានទម្ងន់ឡើងបារម្ភទៀតហើយជាមួយឈុតវីតាមុន Gen C Mahu ជាផលិតផលរបស់ប្រទេសជប៉ុនសំឡើងពីសារធាតុ beta glucan 1.3 1.6 សម្រាប់អ្នកមានបញ្ហាដុំគីមហារីកទឹកនោមផ្អែមរលាកក្រពះពោះវៀនបាត់បង់ចំណង់អាហារជួសជុលកោសិកាដែលខូចនិងធ្វើប្រព័ន្ធការពាររាងកាយខ្លាំងឡើងវិញទ្វេដង Sunscreen នេះគឺល្អខ្លាំងមែនទែនប្រើបានទាំងក្មេងទាំងចាស់ដូចខ្ញុំអាយុ11ឆ្នាំចឹងខ្ញុំក៏ប្រើបានដែរ HK7 Beauty Care ចង់លក់ផ្ទះលក់ដីលក់គម្រោងបុរីលក់រថយន្តតាមរយៈក្រុមហ៊ុន K01 សូមទំនាក់ទំនងមកខ្ញុំបាទតារារត GBA តាមរយៈ Telegram 089 25 36 36 ផ្ទះតារាព័ត៌មានស៊ីជម្រៅនិងច្បាស់លាស់